ជំរាបសួរជាកសិករមុនខ្ញុំបានបង្ហោះពីបញ្ហាតរ៉េនអាលួយឬឥឡូវហ្នឹងខ្ញុំបង្ហាញបងប្អូនដែលខ្ញុំបានព្យាបាលហើយវាបានលទ្ធផលយ៉ាងម៉េចដែរហើយខ្ញុំនឹងបញ្ជាក់ឲ្យបងប្អូនមើលកាលនោះខ្ញុំបានដាក់ស្អីខ្លះហើយខ្ញុំនៅចាំបានខ្លះដែរវា7ខែក្រោយហើយនេះជាលទ្ធផលបងប្អូនខាងនោះផ្លូវកស៊ូណាវាជាប់ផ្លូវកស៊ូប្រហែលជា4ម៉ែត្រ5ម៉ែត្រពីខ្នល់ហើយថា7ម៉ែត្រចាខ្ញុំថតចំណុចនឹងដែរពីមុនណានៅពេលដែលយើងព្យាបាលជាទៅវាមានបញ្ហាទៀតពេលលាស់ត្រួយមកវាធ្វើឲ្យខ្វះសារជាតិមីក្រូធាតុជាច្រើនជាពិសេសគឺម៉ាញ៉េស្យូមខ្ញុំនឹងប្រាប់កលឹះបងប្អូនដែលស្លឹកវាខ្វះម៉ាញ់ស្យូមវាមានទម្រង់បែបម៉េចនេះបងប្អូននេះវាដុះមកស្គល់វិញនឹងហ្មងដល់ពេលនេះខ្ញុំកាត់ហើយខាងលើនេះអាទម្រង់កន្លែងនេះណានេះទម្រង់កន្លែងនេះគឺខ្ញុំកាត់ដែរដោយសារវាងាប់ហើយវាបែក3 4អញ្ចឹងខ្ញុំទុកតែមួយទេឥឡូវវាឡើងចុងហ្នឹងណាអញ្ចឹងវាធ្វើឲ្យកលាក់មកកណាត់ណាពេលវាអត់លួយឬខ្លាំងអស់ទៅវាធ្វើងាប់ចុងខ្ញុំបរោះនោះវាអត់ទាន់ងាប់ទេវាគ្រាន់តែជ្រុះស្លឹកហើយខ្វះម៉ាញ់ស្យូមបងប្អូនមើលរូបភាពបែបចេះនេះបងប្អូនឃើញអត់ឃើញរួញដែរនេះជារួញហើយក្របក្រូហ្វីលរបស់វាមិនជាពណ៌បាច់តងទេវាមានលឿងហើយរួញដូចទឹកអាឡោកចឹងអាហ្នឹងគេហៅខ្វះម៉ាញ់ស្យូមសង្កសីបងប្អូនទិញមកបាញ់ទៅអូខេហើយនៅប៉ុណ្ណេះបន្ទាប់មកទៀតយើងត្រូវអាសាចាក់របស់វាគឺហ៊ុយមីអាស៊ីតណាបងប្អូនប្រហែលជាស្គាល់ហើយអ្នកធ្វើកសិកម្មដំណាំតរ៉េនអាសាចាក់ហ៊ុយមីអាស៊ីតទៅដោយភាសាពួកយើងដីយើងអន់រំទឹកអីវាលួយឬអញ្ចឹងការពារកុំឲ្យលួយឬគួលវានេះអាយុកាលប៉ុណ្ណេះអានេះចូលខ្ទង់4ឆ្នាំហើយវាទើបនឹងឡើងបាន1ឆ្នាំជាងទេដោយសារពីមុនមកវាឈឺខ្លាំងវាលួយឬយើងអត់ទាន់ដឹងទម្រង់បែបចឹងហើយចេញត្រួយបានប៉ុណ្ណេះចេញ3 ដងហើយបានប៉ុណ្ណឹងប៉ុន្តែខ្ញុំកាត់ខាងក្នុងចោលឲ្យវាស្លាស់តិចទីទៀតកាត់អាក្រោមចេញទុកខាងលើបានហើយកុំឲ្យវាប៉ះទឹកព្រោះទឹកអត់សូវល្អទឹកខ្ញុំទឹកច្រេះបូមដងស្នប់ស្រោចអត់មានចូលនេះទេមានអាងមានស្តែននេះទេបូមផ្ទាល់នេះលក្ខណៈបែបចឹងបងប្អូនឃើញទ្រង់ទ្រាយហ្នឹងណាវាចេញមកស្អាតហើយប៉ុន្តែវាដាច់មកកលាក់មកខាងលើហើយអរគុណបានទស្សនាហើយខ្ញុំនឹងបង្ហាញខាងមុខហ្នឹងវាមាន4ដើមដែលក្នុងចំការដូងខ្ញុំដាំខាងមុខចំការដូងនេះដែរបងប្អូនអានេះវាលាស់ត្រួយឆ្នាំនេះលាស់ច្រើនប៉ុន្តែវាខ្វះមីក្រូធាតុហ្នឹងណាហើយបងប្អូនឃើញអាស្លឹកដែរនេះវាស្លឹកឡើងចឹងណាគូតស្គូលហ្វីលវាឡើងលឿនណាមានន័យថាយើងឲ្យជីហើយនឹងចំណីតាមស្លឹកទៅគ្រប់គ្រាន់គេហៅមីក្រូធាតុហ្នឹងណាពេលដែលយើងធ្វើទៅកន្លឹះនឹងជាដំណោះស្រាយនឹងមាននៅពេលដែលយើងធ្វើឲ្យវាខុសហើយយើងរកមធ្យោបាយហើយខ្ញុំរកមធ្យោបាយឃើញហើយកន្លឹះហ្នឹងស្លឹកត្រួយចេកប៉ុណ្ណេះខ្ញុំធ្វើរយៈពេលតែ15 ថ្ងៃឡើងកម្មៅហើយកម្មៅឡើងអន្លងចាំងអញ្ចឹងបងប្អូនឃើញចាំងដែរវាអត់មានចៃដន្យទេអាហ្នឹងយើងធ្វើឲ្យវាចាំងចាំខ្ញុំប្រាប់កន្លឹះធ្វើម៉េចដើម្បីឲ្យចាំងអាហ្នឹងក៏4 ឆ្នាំដែរដើមដំបូងយើងជួបឧបសគ្គហើយអានោះតងែនហើយសៅម៉ាក្នុងឆ្កាដូងមុខឆ្កាដូងខ្ញុំហ្នឹងឆ្កាដូង
ហើយអានេះខ្ញុំយកផ្លែឆ្នាំនេះអានេះ4ឆ្នាំដូចគ្នាប៉ុន្តែវាអត់លួយឬដល់អញ្ចឹងយើងដាក់ជីថែទាំទៅវាក៏ឡើងបានល្អទៅខ្ញុំយកផ្លែប្រហែលជា4ផ្លែ5ផ្លែឆ្នាំនេះហើយតម្រងវាប៉ុនកំភ្លៅគល់វាហើយបងប្អូននេះខ្ញុំធ្វើបទបង្ហាញអំពីការយកត្រួយចុងក្រោយគេហៅត្រួយយកផ្លែនេះបងប្អូនកតាត្រួយយកផ្លែនេះជាត្រួយនេះមើលខ្ញុំយកនេះវិញវាសនុកមើលជាងនេះបងប្អូនឃើញត្រួយចឹងដែរតរ៉េននៅពេលដែលល្អបែបអញ្ចឹងស្លឹកធំស្លឹកក្រាស់អាឡូងហើយអាឡូងផ្លេកហើយចាំងពណ៌ខ្មៅចឹងត្រួយចុងក្រោយអត់ដាក់ជីទេយើងពីមុនយើងធ្លាប់ដាក់ជីត្រួយជា8 3 3 15 15ក្បាលកបីអីហ្នឹងរបស់យួនហ្នឹងដាក់ឥឡូវចូលត្រួយចុងក្រោយនេះខ្ញុំឈប់ដាក់ឲ្យដើម្បីយកដាក់8 24នៅពេលដែលត្រួយវាលាអស់ពណ៌ត្រួយជែកកុំឲ្យវាឡើងជាអសូតខ្ពស់វាធ្វើឲ្យចេញត្រួយនៅពេលតរ៉េនយើងក្តាប់អញ្ចឹងខ្ញុំបានដាក់ជីទៀតទេខ្ញុំបាញ់តែមីក្រូធាតុទេហើយមីក្រូធាតុហ្នឹងបាញ់ស្អីខ្លះខ្ញុំនឹងបង្ហាញជូនបន្តិចទៀតនេះអាឡូងខ្មៅក៏យ៉ាងដែរស្លឹកធំអាឡូងខ្មៅធ្វើម៉េចប៉ុន្តែហ្នឹងក្នុងវគ្គថែទាំទេមិនមែនវគ្គផ្លែផ្កាទេបងប្អូនឃើញស្លឹកវាមកឆ្អាមជាងនេះត្រួយ4ឆ្នាំដូចគ្នាប៉ុន្តែវាអត់លួយឬឥឡូវឡើងបញ្ហារឿងលួយឬហើយឲ្យតែបងប្អូនចាក់នៅរដូវវស្សាហ្នឹងវាមានថ្នាំច្រើនក្នុងការធ្វើឲ្យតរ៉េនយើងអត់លួយឬបើសិនតែយើងគិតថាសាមញ្ញបងប្អូនមិនបាច់ចាក់អីទេឲ្យតែអាសាចាក់ហ៊ុយមីអាស៊ីតហ្នឹងជាពិសេសរដូវវស្សាហើយក្នុងមួយរដូវវស្សាត្រូវបាចកបោសជាពិសេសរដូវដែលភ្លៀងជោគជាំត្រូវបាចទៅដើម្បីដីយើងដាក់ជីនេះជីនោះទៅវាឡើងជាអាស៊ីតអញ្ចឹងយើងត្រូវតែបាចកបោសហើយណាស់ក៏បាន2ដងក្នុងមួយឆ្នាំដែរដើមឆ្នាំនិងចុងឆ្នាំតែបើកណ្ដាលឆ្នាំនឹងភ្លៀងខ្លាំងបងប្អូនត្រូវបាចម្សាទៀតនេះកបោសវាធ្វើឲ្យប្រព័ន្ធ pH ដីអត់លើសអត់ខ្វះនៅក្នុងទម្រង់មួយដែលសេរីនឹងស្រូបយកជីវជាតិបានអញ្ចឹងយើងត្រូវប្រើកបោសហើយកបោទៀតកន្លឹះដែលដាក់កបោសយើងមិនចេះតែដាក់ទេអាកបោស៊ីម៉ង់ឯងយកមកដាក់អត់ចិត្តភាពទេអញ្ចឹងកបោកសិកម្មខ្ញុំធ្លាប់ទិញមិនជាផ្សាយពាណិជ្ជកម្មអីទេគឺកបោហូយុនក្រុមហ៊ុនហូយុនហ្នឹងរបស់ខ្មែរយើងគាត់រៀននៅជប៉ុនគាត់ផលិត G433 ដែរខ្ញុំក៏ធ្លាប់ទិញជីគាត់ប្រើប្រាស់ដែរទម្រង់ហ្នឹងហើយការដាក់ជីតរ៉េនយើងមិនចេះតែដាក់ទេបងប្អូននៅពេលដែលតរ៉េនវគ្គលូតលាស់តរ៉េនចេញត្រួយបែបអញ្ចឹងបាច់ត្រួយហៅបាច់កញ្ចុងកហ្នឹងពេលទូគាត់ថាពេជ្រកញ្ចុងកខ្ញុំថាតាមគាត់ទេចេញត្រួយមកអញ្ចឹងយើងត្រូវដាក់ជីហើយប៉ុន្តែបើយើងដាក់ទម្រង់បែបគីមី4ក្តាប់ដៃមួយក្តាប់ដៃមួយតឹង4ដៃមកបាច់ហើយយើងបាញ់ទឹកទៅ15 15វាលាយលឿននេះជីដែលមកក្របវាគេសូនចូលគ្នាគេហៅនេះហ្នឹងមិនចូលគ្នាហ្នឹងណាដាក់ហ្នឹងឲ្យលាយលឿនបងប្អូនដាក់ទៅប៉ុន្តែខ្ញុំដាក់ហ្នឹងហើយបន្ទាប់មកខ្ញុំដាក់4 3 3 8 3 3មួយឆ្នាំ3 4ដងអីទៅហើយដីបើសិនតែបងប្អូនគាត់ថាខ្ញុំប្រើគីមីទៅដីរឹងដីបានបងប្អូនផលិតជីខ្លួនឯងទៅដូចជា GEM ធ្វើពីទឹកអង្គរស៊ីលីនគោះពលឺធ្វើពីពងមាន់ទឹកត្រីវិជ័យហ្នឹងដោយភាសាចាក់3 4ដងទៅហើយមួយទៀតការពារកុំឲ្យលួយរឹសមិនមែនតែចាក់ហ៊ុយមិចទេបើបងប្អូនអត់មានហ៊ុយមិចឬក៏ខ្ជិលទិញបងប្អូនអាចចាក់ដូចជាមេតាឡាស៊ីល copper hydroxide ផូស្ទីអាលុយមីញ៉ូមអាទាំងអស់មិនមែនចាក់ម្ដងទាំងអស់ទេយើងគ្រាន់តែមួយមុខដូចផូស្ទីអាលុយមីញ៉ូមអីមួយខែចាក់ម្ដងអីទៅមេតាឡាស៊ីលអីក៏ចឹងដែរបើយើងចាក់មេតាឡាស៊ីលហើយអាស្អីនោះបាច់ចាក់ទេ
ចឹងតម្រងក្នុងការព្យាបាលឬនៅដោយផ្សារវាស្រួលទេបើយើងដឹងកលឹះអាសាចាក់ទៅវាលែងលួយហើយថ្នាំសត្វល្អិតសំខាន់ណាស់នៅពេលដែលចេញត្រួយបែបចឹងត្រូវដាក់ឲ្យតំបន់យើងមានអីយើងដាក់អានឹងទៅបើតំបន់ខ្ញុំសម្បូរខ្ញុំខ្មៅចៃមន់ចាយពីងពីងក្រហមពីងពីងក្រហមតដាច់ទឹកភ្លៀងជាពិសេសនេះចៃមន់ចាយហើយនឹងខ្ញុំខ្មៅតំបន់ខ្ញុំសម្បូរណាស់ខ្ញុំដាក់អេម៉ាមីព្រីតហើយនឹងនេះអាបាមីទីនខ្ញុំដាក់ពីមុខនឹងចូលគ្នាទៅខ្ញុំបាញ់អាហ្នឹងសត្វល្អិតហើយសម្រាប់ថ្នាំព្យាបាលជំងឺខ្ញុំដាក់ក្នុងមួយខែហោចណាស់ក៏2 ដងដែរខ្ញុំដាក់តែពីមុខឯងបាញ់តាមស្លឹកហ្នឹងហេធីកូណាសូលហើយអេស្សូត្រូប៊ីនពីមុខហ្នឹងលាយចូលគ្នាបាញ់ទៅត្រេនយើងដូចជាលែងឈឺឲ្យតែអនុវត្តតាមប៉ុណ្ណឹងនឹងជាវគ្គលូតលាស់ប៉ុន្តែខ្ញុំប្រចាំងឲ្យឃើញនេះត្រេនខ្ញុំយកផ្លែទេហើយខ្ញុំឈប់ដាក់ជីលូតលាស់ហើយដើម្បី24ហើយនៅពេលដែលត្រួយនឹងលាអស់ពណ៌ទ្រូជែកខាងនេះខ្ញុំចង់ប្រាប់មួយទៀតនេះបងប្អូនឃើញដែរអត់ទាន់មានដោះសាច់មកដល់ទេអានឹងវាយថប់តារាវាអត់លួយឬហើយលឿងមកស្លឹកនឹងលឿងទាំងអស់ហ្មងខ្ញុំហៅក្រុមហ៊ុនមួយមកខ្ញុំមិនចេញឈ្មោះទេខ្ញុំថាមកជួយមើលត្រេនខ្ញុំគាត់មកគាត់ថាឲ្យកាប់កូនដាក់ទៅនឹងជាប់មួយទៀតទៅគាត់ថាប្រហែលជាមិនរស់តម្រងព្យាបាលតោះតែជាបងប្អូនប៉ុនចំណាយពេលយូរមួយឆ្នាំហើយដល់ពេលវាលាស់ត្រួយបួលចេញត្រួយមកនេះចេញត្រួយបាន2 ដងហើយវាធ្វើឲ្យស្លឹកអត់ទាន់ធំទៀតបងប្អូនគឺស្លឹកទូចដែរស្លឹកអត់ធំទេប៉ុន្តែសារជាតិចិញ្ចឹមវាគ្រប់ហើយយើងដាក់ជីទៅក្រោមហើយនឹងបាញ់ទៅតាមស្លឹកមីក្រូធាតុហ្នឹងហើយទៅវាលងចាំងខ្ញុំនឹងបង្ហាញថាបាញ់ស្អីខ្លះវាលងចាំងស្លឹកពណ៌ខ្មៅនេះបងប្អូនឧបករណ៍ខ្ញុំប្រើប្រាស់លម្អហ្នឹងហើយនឹងធុងបាញ់ថ្នាំហ្នឹងបាញ់អាដៃខ្លីហ្នឹងវាបាន6-7 ម៉ែត្របើយើងច្បាច់ខ្លាំងហើយថ្នាំអានោះម៉ាស់ខ្ញុំពាក់កសិករគឺអញ្ចឹងឯងអ្នកដែលមើលយកជាប្រយោជន៍ក៏មើលទៅបើគិតថាมันមានប្រយោជន៍យើងបោះចោលទៅទាត់ចេញទៅខ្ញុំមិនមានបញ្ហាសម្រាប់ខ្ញុំទេនេះគ្រាន់ជាការចែកចាយបទពិសោធន៍ដែលយើងធ្វើទៅបានលទ្ធផលអានេះកាលពីមិនទាន់ឆ្លុះគ្នាណោះផ្ទះលេខ2ហ្នឹង3000 រៀលអាហ្នឹងគេហៅថ្នាំប្រេងជំរាបវាធូរថ្លៃហើយនៅសល់ប្រហែលដបទៀតទាន់អស់ផងបងប្អូនអានេះសំខាន់ណាស់នៅពេលដែលត្រេននៅពីឈឺឬក៏ត្រេនរួញស្លឹកហើយស្លឹកតូចពណ៌លឿងណាបងប្អូនឃើញម៉ាញ់យីឈោមដែរម៉ាញ់យីឈោមនិងសង្កសីអាហ្នឹងសំខាន់ណាស់ត្រេនអត់បានទេនៅពេលត្រេនមានបញ្ហាអានេះអង្គលើងយើងខាងកើតយើងនឹងឯងខ្ញុំចង់ប្រាប់បងប្អូនចឹងវិធីប្រើប្រាស់ម៉ាញ់យីឈោមសង្កសីវាអសរកាត់សិតអិនណាមកចាច់នេះសិតអិនបងប្អូនដែរសិតអិន15 ក្បៀសហើយ03 ppm ហ្នឹងហើយម៉ាញ់យីឈោមសង្កសីតម្រងពណ៌ខៀវបងប្អូនមើលឃើញនេះអានឹងមួយបាញ់ដែរហើយនេះអាបាមីទីនណាំតកៅហើយនឹងចៃសចៃមន់ចាយហើយសត្វល្អិតនេះបងប្អូនដែរខ្ញុំបាញ់អានឹងត្រូវសាប៊ូសត្វល្អិតអាសត្វដែលខ្ញុំខ្មៅនឹងត្រូវណាអានឹងអេម៉ាមីព្រីតលេខប្រហែលទេ8%អេប៊ីដាលូព្រីត8%ហើយនឹងអេស៊ីតាមីព្រីត 25%នេះបងប្អូនវាបាញ់ទៅចេញលទ្ធផលអានឹងសម្រាប់សត្វល្អិត
ហើយមួយនេះទៀតបងប្អូនបាច់មើលឈ្មោះទេអាឈ្មោះមុជស៊ីលអីហ្នឹងបងប្អូនមើលធាតុសកម្មវានេះ Heticonazole អាហ្នឹងត្រេនងាប់ចុងងាប់មែកតិចតួចប្រេះដើមអីហ្នឹងណាដាក់ 40cc ក្នុងទឹក20លីត្រអាសាបាញ់វាទៅជាមួយស្រាយសមុទ្រអីទៅហើយនេះខ្ញុំទិញនឹងតាំងពីមិនទាន់ឆ្លុះគ្នាដែរនៅ 3-4 ដបទៀតគេហៅអាមីណូអាស៊ីតស្រាយសមុទ្រអាហ្នឹងឥឡូវឈប់ទិញហើយយើងចែកការទាំងអស់គ្នាដើម្បីជាតិយើងខ្ញុំធ្វើនេះគាត់ធ្វើបង្ហាញទេបងប្អូនខ្លះគាត់អត់យល់បងប្អូនខ្លះគាត់យល់ក៏អូខេទៅអាហ្នឹងមិនជាបញ្ហាទេយើងបោះចោលទៅតែចេះអស់ហើយណាសម្រាប់បងប្អូនទស្សនាខ្ញុំអរគុណតម្រង់នៅពេលដែលយើងថែទាំវាដឹងរបៀបវាលទ្ធផលបែបអញ្ចឹងបងប្អូនឃើញស្លឹកអាឡូងចឹងដែរហើយនេះជាទ្រូចុងក្រោយសម្រាប់ខ្ញុំយកផ្លែហើយតម្រង់បែបនេះអាច5ផ្លែ4ផ្លែបានហើយភ្លេចកលឹះមួយទៀតនេះដីបងប្អូនសំខាន់ណាដីក្រោមត្រេនហ្នឹងណាយើងដាក់ជីអីក៏បានដែរប៉ុន្តែសំខាន់មានកតិចឈើកតិចអីកតិចឈើខ្ញុំទិញគេពួកធ្វើតុកទូយកមកដាក់មកដីធូរហើយយើងដាក់ជីគីមីជីធម្មជាតិខ្លះទៅហើយដាក់ជីយើងផលិតខ្លួនឯងសិលីនគោះពលឺអីហ្នឹងហើយជីអឹមអីហ្នឹងជីត្រីជីអីហ្នឹងផលិតបានហ្នឹងក៏យើងអាសាស្រោចទៅជាពិសេសរដូវវស្សាឃើញតម្រង់លឹកល្អណាស់យើងធ្វើទៅវាមានលទ្ធផលបែបអញ្ចឹងមានពេលខ្លះយប់ម៉ោង7ក៏មកមើលគល់តរ៉េនដែរហើយយើងខ្លាចសត្វអីស៊ីយើងតាមដាននេះជាលទ្ធផលរបស់យើងដែលទទួលបានហើយខ្ញុំសូមអរគុណដែលបងប្អូនបានទស្សនាខ្ញុំផុសคลิปទី2ការคลิปទី1តរ៉េនមកដើមខាងនោះដែលវាលួយរឹសហ្នឹងឥឡូវខ្ញុំបង្ហោះឲ្យបងប្អូនមើលភាសាទៀតណាថាតម្រង់ជាបាលជាហ្នឹងវាមិនហើយនេះលទ្ធផលដែលយើងទទួលបានគឺអញ្ចឹងហើយចាញ់ត្រួយ2ដងបងប្អូនហើយខ្ញុំកាត់ខាងក្នុងឲ្យស្រឡះបន្តិចដោយសារខ្ញុំចង់បានមែកមួយណាឲ្យច្បាស់លាស់ហើយឲ្យវាធ្លុះល្អទុកច្រើនពេកញ៉ៃវាអត់ធំឯមែកអរគុណដែលបងប្អូនបានទស្សនា